ខ្ញុំតាំងអាំងសូយ៉ាទីដែលមានទំនួលខុសត្រូវរៀងខ្លួនបាទអត់មានបន្ទោសអ្នកណាទេអត់មានបន្ទោសកាយបន្ទោសអីទេយើងទំនួលខុសត្រូវរៀងខ្លួនហ្គាម៉ូតូលើដៃយើងអ្នកវិជាទេបាទត្រូវមើលកាយជីខាមវ៉ាកាយបាទទៅទីវ៉ាកាយទីក្រៅមានគ្រោះថ្នាក់បាទយើងជិះអត់មកតាមម៉ូតូទេបាទបងប្អូនដែលខូចម៉ូតូក្នុងព្រៃមិនបាច់ភ័យថាខ្លាចក្រុមចោលអីទេបាទគឺជួយគ្នាដើម្បីចេញពីព្រៃទៅរកកន្លែងជាងដែលទៅទៅវិញម៉ូតូទាំងអស់គ្នាបាទហើយជួយគ្នាក្នុងព្រៃដូចជាបែកកង់បែកអីមានការប៉ះកង់ក្នុងព្រៃអីកាត់ថ្លៃពវៀនធម្មតាទេបាទកាត់ថ្លៃមេកានិកអីទេហើយម៉ូតូមានច្រើនគ្រឿងមកតែមានខាងនោះអត់មិនស្អីខាងនោះគីបអត់មិនស្អីហើយឥឡូវនេះយើងឡើងមកដល់អាងទឹកហើយដំណើរដែលមានសុវត្ថិភាពទាំងអស់គ្នាបងប្អូនជម្រាបលា